បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំនាំបងប្អូនមកទស្សនានៅក្នុងបរិវេណវត្តលោកតាសុតទាំងអស់គ្នាតើនៅក្នុងវត្តនេះមានការអភិវឌ្ឍដល់កម្រិតណាហើយនិយាយទៅសិតតែសំណង់ទើបនឹងកសាងថ្មីទាំងអស់បងប្អូនហើយស្រស់ស្អាតមែនទែនហើយគឺស្នាដៃគឺខ្ញុំឲ្យថា10 លើក 10តែម្ដងដោយសារទឹកដៃជាងគឺស្រស់ស្អាតហើយក្បូរក្បាច់រចនាក៏ស្រស់ស្អាតហ្នឹងហើយនេះសិតតាអឺ សំណង់ដែលកំពុងតែកសាងជាច្រើនមានវត្តមានសាលាបាលីមានគ្រប់បាទមានសាលាឆាន់មានអីចឹងនិយាយទៅគ្រប់ផ្នែកទាំងអស់ហើយនេះឡើងលោកតាសួងដែលពុកម៉ែបងប្អូនយើងមកអត់ដែលរំលងទេគឺចូលមកបន់បួងសួងបាទសូមសេចក្តីសុខចឹងទៅហើយនេះគឺជាកន្លែងដែលទើបនឹងកសាងខ្ញុំមិនដឹងថាមានឈ្មោះអីគេខ្លះបងប្អូនគឺច្រើនមែនតែនបាទកន្លែងកសាងហ្នឹងហើយស្ថានភាពថ្មីដែលកំពុងតែកសាងទាំងអស់បងប្អូនណាបាទនេះខ្ញុំរៀបចំចេញទៅវិញហើយបាទចេញទៅខាងក្រៅទៅមើលសួនខាងមុខណាបាទហើយមុនចេញទៅគឺថតដាំអ្នកបបោះសិនបងប្អូនណាសម្រាប់បងបាទហើយនេះបន្ទប់ទឹកគឺស្អាតបងប្អូនអើយចាស់អរគុណជម្រាបលាបាយបាយ